là ní nhungកំពុងតែធ្វើដំណើរឡើងទៅកាន់កំពូលភ្នំអរ៉ាល់ហើយអញ្ចឹងតាមផ្លូវគឺអត់សូវស្រួលប្រហែលទេប៉ុន្តែសប្បាយ yes see you បន្ទាប់ពីខ្ញុំបានកេងសម្រាកនៅដំណាក់ទី2មួយយប់ហើយអញ្ចឹងពេលព្រឹកក៏ពួកយើងរៀបចំបន្តដំណើរទៅកាន់កំពូលភ្នំព្រោះដោយសារតែយើងឡើងបានពាក់កណ្ដាលហើយអញ្ចឹងនៅតាមផ្លូវដែលយើងឡើងទៅកំពូលភ្នំហ្នឹងអាកាសធាតុគឺអំណោយផលខ្លាំងគ្រាន់តែថាពេលដែលយើងដើរទៅអញ្ចឹងគឺត្រូវឆ្លងកាត់នៅផ្លូវផ្សេងៗដែលមានផ្លូវថ្មផ្លូវដីដើមឈើខ្ពស់ខ្ពស់បែរមើលឃើញទេសភាពស្អាតស្អាតមែនតើដោយសារតែដើមឈើទាំងអស់ហ្នឹងគឺមានតែនៅក្នុងព្រៃហើយបើកន្លែងនេះវិញខ្ញុំអត់ស្គាល់ឈ្មោះដើមឈើហ្នឹងទេប៉ុន្តែដើមឈើហ្នឹងគឺគេ trending មែនតើថាដូចជាដើមឈើនៅក្នុងរឿងអវតារអញ្ចឹងប៉ុន្តែដោយសារតែពេលដែលខ្ញុំទៅនឹងមេឃក្តៅអញ្ចឹងវាមើលទៅអត់សូវមានអាប់អត់សូវសើមអញ្ចឹងណាហើយនេះដែរគឺគៀកខ្លាំងមែនតើហើយពេលដែលឡើងជិតដល់ភ្នំអរ៉ាល់គឺយើងឃើញផ្លាកសញ្ញាផ្សេងស្វាគមន៍មកកាន់ភ្នំអរ៉ាល់ដាក់ពីចម្ងាយ 1813 ម៉ែត្រហើយនេះគឺជាទិដ្ឋភាពនៅខាងលើនឹងតែម្ដងមានវិហារមានទេសភាពស្អាតមើលពីលើទៅអញ្ចឹងនៅបានតែមួយសន្ទុះដែរគឺពួកខ្ញុំបន្តដំណើរចុះមកខាងក្រោមវិញយើងក៏បានដើរឆ្លងកាត់នៅកន្លែងដែរយន្តហោះធ្លាក់ពីលើកមុនគឺធ្លាក់នៅលើកំពូលភ្នំអរ៉ាល់នឹងតែម្ដងដែលកន្លែងហ្នឹងឯងគឺคล้ายទៅជាកន្លែងសោតនីយកម្មប្រវត្តិសាស្ត្រមួយដែលអ្នកដែលដើរឡើងភ្នំអរ៉ាល់ភាគច្រើនគឺគាត់តែងដែរទៅដើម្បីទៅពិនិត្យមើលក៏ដូចជាទៅស្វែងយល់ពីតំបន់នោះបន្តដំណើរមកទៀតគឺពួកយើងធ្វើដំណើរចុះត្រឡប់មកកាន់ដំណាក់ដែលយើងបោះតង់ដើម្បីរៀបចំសម្ភារៈចុះមកខាងជើងភ្នំវិញចុះទៅវិញបាទឡើងចាំបានអត់ទាន់24ម៉ោងផងហើយ see you next time និយាយទៅអាពេលឡើងអត់បានមើល background ពេលចុះមកវិញមិនបានមើលស្អាតទេសភាពនៅខាងក្រោយអញ្ចឹងទាំងអស់នេះដែរគឺជាទេសភាពដែលខ្ញុំបានថតពេលដែលយើងធ្វើដំណើរចុះត្រឡប់មកវិញព្រោះដោយសារតែពេលឡើងយើងដើរបែរខ្នងចឹងអត់បានឃើញទេសភាពខាងក្រោយពេលយើងចុះមកវិញបានមើលទេសភាពមកទៅគឺឃើញ fresh ខ្លាំងមែនតើហើយពេលហ្នឹងគឺមេឃអំណោយផលខ្លាំងណាស់